សួស្តីបងប្អូនអរគ្នានៅក្នុង YouTube ផងដែរថ្ងៃនេះដែរគឺខ្ញុំបងប្អូនបានឃើញដល់វីដេអូបន្តិចហ្នឹងអញ្ចឹងគឺថ្ងៃនេះគឺខ្ញុំបង្ហាញការតកុងតាក់ទ័របងប្អូនបាទអញ្ចឹងខ្ញុំនិយាយពីទូនទីរបស់វាដែរបាទកុងតាក់ទ័រនេះគឺទូនទីរបស់វាគឺល្អមែនទែនបងប្អូនបាទអញ្ចឹងទូនទីវាអីខ្លះបងប្អូនបាទអានេះវានិយាយទៅប្រើវាបើសិនជាយើងប្រើជាមួយរ៉ូឡេបាទជាមួយរ៉ូឡេជាមួយកុងតាក់ទ័រហ្នឹងគឺវាកាត់បន្ថយការខូចខាតឧបករណ៍របស់យើងបាទឧទាហរណ៍ថានៅរោងចក្រមួយបាទនៅរោងចក្រមួយបើសិនជាខ្សែលើសបន្ទុកឬក៏អីមួយគឺវាកាត់ផ្ដាច់ស្វ័យប្រវត្តិតែម្ដងបងប្អូនបាទអញ្ចឹងទូនទីរបស់វានេះគឺយើងអាចប្រើជាមួយឧបករណ៍ផ្សេងបានដែរគឺយើងប្រើអូតូស្វ័យប្រវត្តិជាមួយនឹងឧទាហរណ៍ថាជាមួយ timer បាទក៏យើងអាចប្រើកុងតាក់ទ័រមួយនេះផងដែរបងប្អូនបាទអញ្ចឹងកុងតាក់ទ័រនេះមានសារៈសំខាន់មែនតើជាមួយម៉ូទ័រនៅរោងចក្រសហគ្រាសផ្សេងគឺគេប្រើជាមួយកុងតាក់ទ័រនេះបាទបញ្ជាទៅលើម៉ូទ័រដែរបាទអញ្ចឹងយើងបញ្ជាដោយដៃយើងមានប៊ូតុងមានអីយើងប្រើដល់ម៉ូទ័ររោងចក្ររោងអីគឺយើងប្រើកុងតាក់ទ័រនេះវាមានសារៈសំខាន់មែនតើបាទអញ្ចឹងវាអានេះគឺកុងតាក់ទ័រ 3P ផងដែរប៉ុន្តែឌូប៊ីនរបស់វាស៊ីភ្លើង220ទេបាទឌូប៊ីនរបស់វាស៊ីភ្លើង220ទេបងប្អូនឃើញទេបងប្អូនបាទអញ្ចឹងបន្តិចទៀតគឺខ្ញុំតម៉ូទ័របាទបញ្ជាក់ទៅលើម៉ូទ័រអញ្ចឹងខ្ញុំបង្ហាញបងប្អូនអត្ថប្រយោជន៍របស់វាហើយខ្ញុំនឹងតចែកជូនបងប្អូនទស្សនាទាំងអស់គ្នាហើយបងជាងបងណាដែលមិនតន់ចេះឬបងដែលចេះហើយមិនអីទេតែបងមិនតន់ចេះបងអាចតតាមខ្ញុំបានអានេះបើតិចគឺខ្ញុំតចែកជូនបងប្អូនទស្សនាទាំងអស់គ្នាថាគេតយ៉ាងម៉េចចូលកន្លែងណាអីកន្លែងណាបងប្អូនទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទបងប្អូនខ្លះក៏គាត់ធ្លាប់ឃើញបងប្អូនខ្លះក៏គាត់មិនធ្លាប់ឃើញបាទអានេះគឺវាល្អមែនទែនសម្រាប់ការពារឧបករណ៍យើងថ្លៃបាទឥឡូវទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្ហាញជូនបងប្អូនពាក់ព័ន្ធជាមួយនឹងរបៀបតកុងតាក់ទ័រផងដែរបាទតោះទៅជាមួយខ្ញុំទាំងអស់គ្នាបងប្អូនបាទតោះបងប្អូនអ្នកគ្នាឥឡូវនេះគឺយើងបង្ហាញកុងតាក់ទ័រហើយនឹងមាន disjunctor មួយគ្រាប់ដែរ16 ampere អានេះកុងតាក់បាទកុងតាក់យើងឧទាហរណ៍ថាយើងបញ្ជាទៅលើកុងតាក់បាទអញ្ចឹងអានេះអំពូលក្រហមនេះគឺខ្ញុំឧទាហរណ៍ទៅលើម៉ូទ័របងប្អូនបាទដោយសារយើងអត់មានម៉ូទ័រជាក់ស្ដែងទេតែបងប្អូនតតាមនឹងត្រូវគឺតតាមនឹងទៅគឺត្រូវឲ្យបងប្អូនបាទឥឡូវនេះខ្សែមួយតសៃគឺយើងតទៅ L1 បាទជើងអនុភាព L1 ឥឡូវយើងកាត់ខ្សែមួយខ្លីតិចមកយើងស្រួលមើលបងប្អូនបាទយើងចូលតែ L1 ឥឡូវនេះគឺខ្សែខ្មៅផងដែរយើងពងខ្សែខ្មៅទៅL2 បងប្អូនបាទជើងអនុភាពទី2ដោយសារយើងត្រូវតែពងទៅជើងបូប៊ីនផងដែរបាទឥឡូវនេះគឺខ្ញុំកាត់ខ្សែពងហ្នឹងហើយបងប្អូនដែលមិនទាន់ចេះទេបងប្អូនអាចមើលតាមខ្ញុំបានបងប្អូនអាចចេះតខ្លួនឯងបានងាយស្រួលបងប្អូនបាទឥឡូវនេះគឺយើងពងខ្សែមួយតសៃបាទខ្មៅយើងចូលជើងអនុភាពទី2បាទសូមបញ្ជាក់ឥឡូវនេះយើងតទៅជើងអនុភាពទី2នេះគឺយើងពងណឺតមួយតសៃបាទហ្នឹងគឺណឺតទេគឺយើងពងណឺតមួយតសៃហ្នឹងចូលជើងបូប៊ីនទី2បាទជើងបូប៊ីនទី2ដូចខ្ញុំបង្ហាញខាងលើអញ្ចឹងចូលទៅជើងបូប៊ីនទី2បាទអញ្ចឹងឥឡូវនេះគឺយើងបានខ្សែនេះហើយភ្ជាប់រួចហើយឥឡូវនេះគឺយើងពងខ្សែមួយតសៃទៀតចូល L1 ដដែលជើងអនុភាពទី1ដដែលយើងចូលមួយខ្សែទៀតមកបាទដើម្បីមួយខាងចូល disjunctor មួយខាងទៀតយើងចូលទៅកុងតាក់បាទកុងតាក់របស់យើងណាបងប្អូនបាទអញ្ចឹងបងប្អូនស្រឡាញ់ control បងប្អូនជួយចុច subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយខ្ញុំនឹងបង្ហាញវីដេអូចំណេះដឹងថ្មីពាក់ព័ន្ធនឹងប្រព័ន្ធវិទ្យានិងប្រព័ន្ធអគ្គិសនីរៀបចំគ្រាផងដែរអញ្ចឹងខ្ញុំនឹងខិតខំផលិតវីដេអូចែកជូនបងប្អូនបាទឥឡូវនេះគឺយើងជើងអនុភាពទី1ហ្នឹងគឺយើងបានពងខ្សែមួយតសៃចេញមកហើយយើងឥឡូវយើងចូលកុងតាក់បាទយើងចូលកុងតាក់តែម្ដងបាទឥឡូវជើងកុងតាក់វាមាន2ជើងទៅបងប្អូនបាទដោយសារជើងទី1គឺខ្សែមេចូលដើម្បីយើងចុចទៅវាវាយភ្ជាប់បាទជើងមួយទៀតឥឡូវនេះយើងសក់ខ្សែមួយតសៃទៀតដើម្បីជាប់ជើងមួយចំហៀងទៀតកុងតាក់បាទដើម្បីពេលដែលយើងវាយភ្ជាប់ទៅគឺយើងមានភ្លើងបាទអញ្ចឹងយើងចេញយើងភ្ជាប់ភ្លើងនឹងហើយជើងមួយនេះហើយយើងភ្ជាប់ទៅជើងបូប៊ីនទី1បាទជើងបូប៊ីនទី1បាទឥឡូវបងប្អូនទស្សនាជាមួយខ្ញុំ
ជួបជាមួយជើងបប៊ីនទី1បាទសម្រាប់ nerd យើងពងទៅជើងបប៊ីនទី2ហើយតែឥឡូវយើងពងទៅជើងបប៊ីនទី2ទី1បាទច្រឡំបាទnerd ពងទៅជើងបប៊ីនទី2វៃឲ្យកុងតាក់វៃភ្ជាប់ទៅជើងកុងតាក់ទៅជើងបប៊ីនទី1បាទសាជាស្រ័យបាទតាក់បន្តិចបងប្អូនបាទដល់នេះគឺយើងបានប៉ុណ្នេះរួចរាល់ហើយដល់នេះគឺយើងខ្សែពីតសៃនេះគឺយើងជួបជាមួយ Desanctor របស់យើងមកបាទយើងចិត្តរួចរាល់ហើយអញ្ចឹងវីដេអូខ្ញុំគឺក៏មានច្រើនដែរសម្រាប់ចែករំលែកជូនបងប្អូនដែលបងប្អូនណាដែលគាត់មិនទាន់ចេះខ្ញុំចែក free តែម្ដងខ្ញុំអត់លាក់បងប្អូនទេបាទយើងចែកគ្នាចេះបាទចែកគ្នាចេះទាំងអស់គ្នាថ្ងៃក្រោយទៅយើងចេះតខ្លួនឯងឬក៏យើងរកស៊ីខ្លួនឯងផងដែរបាទអញ្ចឹងឥឡូវយើងចូលជើងម្ខាងលើបាទព្រោះអីជើងនេះសង្ទើនេះគឺវា2ប៉ូលបងប្អូនបាទអញ្ចឹង2ប៉ូលយើងចូលជើងម្ខាងមកអញ្ចឹងយើងកុំឲ្យច្រឡំ file ច្រឡំ nerd បាទក្រហមនិងក្រហមមកសម្រាប់ភ្លើង AC គឺយើងអត់ប្រកាន់ប៉ូលទេក៏ប៉ុន្តែយើងភ្ជាប់ខ្លួនឯងដើម្បីចំណាំថ្ងៃក្រោយដើម្បីយើងស្រួលជួសជុលបាទដោយសារយើងនេះគឺយើងអត់បានរៀបបានស្អាតទេបងប្អូនបាទដោយសារយើងតទ្រុសបាទហើយតឲ្យចេះហើយពេលដែលបងប្អូនរៀបប្រព័ន្ធវិទ្យាក្នុងប្រអប់ឬក៏ក្នុងអីគឺបងអាចរៀបឲ្យបានស្អាតជាងហ្នឹងបាទឥឡូវនេះគឺយើងតម៉ូទ័របាទអានេះខ្ញុំចាត់ទុកជាម៉ូទ័រទេបងប្អូនអានេះគឺអំពូលទេអំពូលសញ្ញាទេប៉ុន្តែខ្ញុំចាត់ទុកជាម៉ូទ័របាទម៉ូទ័រអញ្ចឹងឥឡូវធម្មតាជើងយើងវាមាន2បាទបំពូលយើងហ្វាមួយ nerd មួយអញ្ចឹងសម្រាប់ម៉ូទ័រដូចគ្នាដែរម៉ូទ័របជារោងចក្ររោងអីបងប្អូនដឹងហើយបងប្អូនដែលធ្លាប់ធ្វើការនៅរោងចក្របងប្អូនយល់ច្រើនអញ្ចឹងខ្ញុំដែរព្រោះឲ្យខ្ញុំចេះតិចតួចបាទដើម្បីចែករំលែកជូនបងដែលបងណាដែលគាត់មិនទាន់ចេះឥឡូវនេះគឺយើងចូលជើងអនុភាពបាទជើងដែលពេលដែលយើងកុងតាក់ទៅវាយភ្ជាប់ហើយយើងជើងទៅអនុភាព L1 L2 បាទ L1 L2 ដូចគ្នាបាទអាហ្នឹងដើម្បីបញ្ជាទៅលើម៉ូទ័រឥឡូវនេះគឺយើងរួចរាល់ហើយបាទយើងធ្វើរួចរាល់ហើយបាទ L1 L2 បាទឥឡូវនេះគឺខ្ញុំជួបមេភ្លើងចូលដើម្បីតេស្តជូនបងប្អូនតែម្ដងថាវាដើរដែរឬទេបាទគឺវាដើរដែរឬទេគឺវាភ្លឺដែរឬទេបាទឥឡូវនេះគឺខ្ញុំសូមរងចាំមួយផ្លែតដើម្បីតេស្តចែកជូនបងប្អូនឥឡូវគឺយើងជួបខ្សែមេរួចហើយយើងនៅតែបើក Desanctor ទេបាទបើកទៅ Desanctor ទេបាទឥឡូវនេះគឺយើងចាប់ដើមតេស្តបាទឥឡូវបងប្អូនតេស្តជាមួយខ្ញុំអរគ្នាបាទឥឡូវយើងចុចបញ្ជាវាបាទយើងយកកុងតាក់បញ្ជាវាបងប្អូនបាទបើសិនយើងមានប៊ូតុងយើងរៀបទូគឺយើងប្រើប៊ូតុងបាទឥឡូវនេះគឺវាវាយភ្ជាប់ហើយម៉ូទ័រដើរហើយបាទវាយភ្ជាប់បែបនេះគឺម៉ូទ័រវាដើរហើយបងប្អូនបាទឥឡូវនេះអញ្ចឹងបងប្អូនកុំភ្លេចអសោះចុច subscribe បាទចុច subscribe នៅក្នុង YouTube របស់ខ្ញុំSasa Electrical KH ផងដែរបងប្អូនបាទអញ្ចឹងហើយបងដែលមិនចេះបាទបងអាចចូលមើលបានជាមួយខ្ញុំខ្ញុំនឹងបង្ហាញចែកជូនបងប្អូនពាក់ព័ន្ធនឹងប្រព័ន្ធវិទ្យាផងដែរបាទឥឡូវនេះគឺវាយប៉ាប់ហើយអញ្ចឹងយើងកុងតាក់ទ័រវាមានសារៈសំខាន់ដូចខ្ញុំបង្ហាញខាងដើមអញ្ចឹងឥឡូវនេះគឺរួចរាល់ហើយបាទអញ្ចឹងបងប្អូនបាទអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបាទចែករំលែកជូនបងប្អូនបាទបាទមិញនេះគឺខ្ញុំបានតតេស្តចែកជូនបងប្អូនហើយបាទវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទបងប្អូនស្រឡាញ់គាំទ្របងប្អូនកុំភ្លេចជួយ subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីតទៅទៀតបងប្អូនបាទថ្ងៃនេះគឺខ្ញុំបង្ហាញប្រព័ន្ធវិទ្យាតែម្ដងតិចទៀតគឺខ្ញុំតទៅមុខទៀតគឺខ្ញុំបង្ហាញមួយតរបៀបតកុងតាក់ទ័រផងដែរបាទឥឡូវនេះគឺខ្ញុំតមកវគ្គសិនជាមួយម៉ូទ័របាទអញ្ចឹងសូមជម្រាបលាបងប្អូនទាំងអស់គ្នាបាទសូមជម្រាបលា